ព្រះអង្គម្ចាស់សូមនមស្ការថ្វាយបង្គំចំពោះព្រះអរហន្តសម្មាសម្ពុទ្ធមួយអណ្ដែងដោយព្រះសិទ្ធផងនិងព្រះអរិយសង្ឃដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ខ្ញុំបកករណាសូមនមស្ការចំពោះបកករណាគ្រប់ព្រះអង្គដែលបាននិមន្តមកសិក្សាព្រះធម៌ក្នុងថ្ងៃនេះក៏ជាថ្ងៃបើកវគ្គសិក្សាដំបូងនៅវត្តអណ្ណាឡោមជាការសិក្សានៅព្រះអភិធម្មដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពលោកយាយលោកតាបងប្អូនញាតិញោមជាពុទ្ធបរិស័ទដែលបានអញ្ជើញមកសិក្សានៅព្រះអភិធម្មក្នុងគ្រានេះផងដែរដែលជាការសិក្សាថ្ងៃដំបូងក្នុងវត្តអណ្ណាឡោមចឹងដោយសេចក្តីជ្រះថ្លាខ្ញុំបកណាខ្ញុំបាទសូមអនុមោទនាដល់កុសលចេតនារបស់ព្រះគុណម្ចាស់រួមទាំងញាតិញោមបងប្អូនទាំងអស់ដោយសេចក្តីជ្រះថ្លាអនុមោទនានៅបុណ្យកុសលរបស់ព្រះគុណម្ចាស់និងញាតិញោមគ្រប់កាលទាំងពួងនៅក្នុងការសិក្សាព្រះធម៌ជាការប្រព្រឹត្តទៅតាមឧបនិស្ស័យនៃពុទ្ធបរិស័ទអ្នកដែលមានខ្សែគំនិតគិតគូរជំវិញធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធឲ្យតម្លៃដ៏ថ្លៃឲ្យតម្លៃថាជារបស់ប្រសើរជារបស់កប់បីមានសេចក្តីចិត្តចង់ឧស្សាហៈព្យាយាមដើម្បីនឹងសិក្សាស្វែងយល់ឲ្យបានទៅតាមសេចក្តីពិតចឹងហើយចំពោះធម៌អភិធម្មនេះយើងទឹកដីនឹងសន្សំឧបនិស្ស័យឲ្យបានច្រើនឡើងក្នុងការសិក្សារៀនសូត្រនិងបើសិនជាមិនតាមមានឧបនិស្ស័យណាស់ណាតែបើមានហើយនោះក៏ជាការមួយបូកបញ្ចូលបន្ថែមនៅឧបនិស្ស័យនឹងឲ្យកាន់តែចាស់ខ្លាឡើងថែមបន្តទៅទៀតព្រោះថាការសិក្សាព្រះអភិធម្មគឺជាការសិក្សាអ្វីដែលជាខ្លួនឯងគឺខ្លួនយើងអ្នកម្នាក់គ្រប់គ្នានេះឯងមិនមែនជាការសិក្សារបស់ដទៃទេណាទេណាគឺជាការសិក្សាអំពីជីវិតពិតរបស់ខ្លួនយើងគ្រប់គ្នាហ្នឹងបានថាហេតុអីក៏ចាំបាច់បានជាយើងត្រូវសិក្សានៅសេចក្តីពិតរបស់ជីវិតយើងមកអំពីយើងមិនទាន់បានកំណត់ដឹងមិនទាន់បានត្រាស់ដឹងនៅជីវិតពិតរបស់យើងនេះដែលជារូបធម៌ដែលជានាមធម៌ដែលជាអភិធម្មកុំថាត្រឹមតែបុគ្គលយើងដែលជាអ្នកមិនទាន់បានត្រាស់ដឹងមិនទាន់បានលះបង់នៅសេចក្តីស្រឡាញ់ត្រេកអរចំពោះនាមរូបសូម្បីតែព្រះអរហន្តដែលលោកលះបង់សេចក្តីត្រេកអរពេញចិត្តក្នុងនាមរូបនឹងហើយក៏លោកនៅតែមានការសិក្សាព្រះពុទ្ធវចនៈដូចជាការសិក្សាព្រះអភិធម្មនេះដើម្បីត្រួតត្រងទុកជាឃ្លាំងជាសម្បត្តិសម្រាប់ព្រះសាសនាដែរដូច្នេះគួរណាស់ហើយយើងទៅបីនឹងមានការយកចិត្តទុកដាក់ចំពោះរបស់ដ៏ល្អប្រសើរមនុស្សនិងទេវតាគោរពបូជាសូម្បីតែព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់គោរពនៅព្រះធម៌ដែរការសិក្សានៅព្រះបរិយត្តិធម៌គឺជាធម៌ដែលគួរដល់ដោយការសិក្សាសពគ្រប់ជំវិញ
ធัวវិន័យនឹងអញ្ចឹងដូច្នេះនៅក្នុងលើកនេះគឺយើងក៏បីនឹងមានការសិក្សានៅព្រះអភិធម្មអំពីដើមអញ្ចឹងទៅជាការសិក្សាដើមសម្រាប់ញាតិញោមថ្មីៗក៏ជាការសិក្សារៀនសូត្របានហើយញាតិញោមដែលមានការសិក្សាខ្លះហើយក៏ដើម្បីឲ្យបានចាំកាន់តែយល់ចូលចិត្តចាំតែច្បាស់លាស់ឡើងថែមតទៅទៀតទៅហើយក៏ដើម្បីជាគ្រឿងអប់រំបញ្ញាជាគ្រឿងសន្សំឧបនិស្ស័យឲ្យកាន់តែចាស់ខ្លាក្នុងគណៈនៃការស្ដាប់និងក្នុងគណៈនៃការសិក្សាបានថាការសិក្សាព្រះអភិធម្មនេះគួរតែញាតិញោមបងប្អូនប្រគុណម្ចាស់ញាតិញោមបងប្អូននឹងមានការព្យាយាមឲ្យបានចេះដឹងសម្រាប់មានការណែនាំដល់បងប្អូនកូនចៅតទៅទៀតចឹងហ្នឹងទេណាដូចជាក្នុងពេលនេះគុណម្ចាស់ញាតិញោមដែលនៅមានវ័យក្មេងជាដើមក្នុងបឋមវ័យអីចឹងក៏គួរតែយកចិត្តទុកដាក់សិក្សាដើម្បីឲ្យបានការចេះដឹងនឹងបានច្រើនទលំទលាយចឹងដូច្នេះរឿងនេះចង់តែមានការសម្ដែងហើយសម្ដែងទៀតដើម្បីជាការអប់រំគំនិតអប់រំប្រាជ្ញាស្មារតីឲ្យបានជាក់ច្បាស់ថារបស់ដែលយើងមិនចេះមិនដឹងរបស់ដែលយើងមិនយល់ចូលចិត្តហើយនាំឲ្យកើតកិលេសនាំឲ្យកើតហេតុសម្រាប់វដ្តសង្សារគឺតណ្ហាគឺថាចំពោះនាមរូបនេះឯងការមិនចេះមិនដឹងស្អីទៀតអាហ្នឹងគ្រាន់តែឈ្មោះថាមិនចេះមិនដឹងអញ្ចឹងទៅប៉ុន្តែវាមិនមែនការមិនចេះមិនដឹងហ្នឹងបង្កើតនៅតណ្ហាដែលជាហេតុសម្រាប់ឲ្យមានជាតិសម្រាប់ឲ្យមានចរិយាមរណៈទេប៉ុន្តែការមិនចេះមិនដឹងនៅក្នុងបញ្ញខណ្ឌនេះហើយបញ្ញខណ្ឌហ្នឹងគឺស្អីបញ្ញខណ្ឌហ្នឹងគឺអភិធម្មនឹងឯងឃើញទេបានដល់បរមត្តអភិធម្ម3ចិត្តបរមត្តហ្នឹងគឺវិញ្ញាណខណ្ឌហើយចេតសិកបរមត្តជាវេទនាខណ្ឌជាសញ្ញាខណ្ឌជាសង្ខារខណ្ឌហើយរូបបរមត្តជារូបខណ្ឌដូច្នេះការមិនចេះមិនដឹងនៅក្នុងខណ្ឌ5នេះឯងទៅនាំឲ្យមានសេចក្តីស្រឡាញ់សូម្បីតែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាសេចក្តីទុក្ខទាំងឡាយស្មើដោយបញ្ចខំមិនមានណដ្ឋិខន្ធាសមាទុក្ខាអញ្ចឹងយ៉ាងណាក៏ដោយប៉ុន្តែនៅតែស្រឡាញ់បញ្ញខណ្ឌដែលជាទុក្ខនឹងឯងនៅតែស្រឡាញ់សូម្បីព្រះអង្គទ្រង់ត្រាស់សម្ដែងថាឧបាទានខណ្ឌ5នឹងជាមេជាអ្នកសម្លាប់ឬថាជារបស់ដែលត្រូវគេសម្លាប់អញ្ចឹងក៏ដោយក៏នៅតែស្រឡាញ់បញ្ញខណ្ឌនឹងដែរដូច្នេះការស្រឡាញ់របស់យើងនេះជាការប្រព្រឹត្តបរិបត្តិផ្ទុយអំពីព្រះធម៌ផ្ទុយទេណាការស្រឡាញ់នេះជាការបដិបត្តិរបស់យើងហើយក្នុងជីវិតរាល់ថ្ងៃនេះមិនមែនតើតែធ្វើម៉េចដើម្បីឲ្យកើតស្រឡាញ់នឹងទេស្រឡាញ់វាមានរាល់ថ្ងៃហ្នឹងអានោះវាជាការបដិបត្តិតែជាការបដិបត្តិផ្នែកខាងខុសផ្នែកខាងអកុសលដែលហៅថាមិច្ឆាបដិបត្តិឬមិច្ឆាបដិបត្តិព្រឹកទៅដោយសេចក្តីស្រឡាញ់ខ្លួនហ្នឹងគឺស្រឡាញ់បញ្ញខណ្ឌហ្នឹងស្រឡាញ់នាមរូបហ្នឹងហើយចូលដល់ព្រះអង្គសម្ដែងថាបញ្ញខណ្ឌហ្នឹងជាទុក្ខហើយមិននៅតែស្រឡាញ់មិននៅតែត្រេកអរថាមកពីវាមិនដឹងណាវាមិនដឹងថាបញ្ញខណ្ឌហ្នឹងជាទុក្ខមែនណាជាមេមែនណាជាអ្នកសម្លាប់មែនណាជារបស់ដែលត្រូវគេសម្លាប់មែនវាមិនបានដឹងមិនបានមិនដឹងថាមកអំពីមិនអប់រំសេចក្តីដឹងពីតិចទៅវាអត់មានការអប់រំហើយដែលអប់រំមិនបានហ្នឹងមកអំពីមិនបានស្ដាប់មិនបានសិក្សាមិនបានរៀនសូត្រនឹងឯងបានជាទៅជា
មិនបានអប់រំដូច្នេះសេចក្តីនៃព្រះធម៌ប្រគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទទាំងឡាយក៏បីនឹងបានជ្រាបថាមានជំរឿជ្រៅជាទីបំផុតរហូតដល់តែអរហត្តមគ្គទៅលូកដល់បានដើម្បីនឹងកំណត់ដឹងថាបញ្ចខណ្ឌនេះជាខ្មាំងបញ្ចខណ្ឌជាមីបញ្ចខណ្ឌនឹងឯងជាអ្នកសម្លាប់សត្វលោកឬថាបញ្ចខណ្ឌនេះឯងដែលជាសត្វលោកត្រូវគេសម្លាប់ឬរមែងត្រូវតែស្លាប់លះបង់សេចក្តីត្រេកអរពេញចិត្តយ៉ាងដាច់ខាតគឺតតែអរហត្តមគ្គចឹងណាដូច្នេះការសិក្សាព្រះធម៌គឺជាការសិក្សានៅសភាវៈធម៌ដ៏មានជំរឿជាទីបំផុតគឺជំរឿដោយសភាវៈធម៌នេះឯងហើយយើងគិតមើលបើធម៌នឹងជំរឿប៉ុណ្ណឹងតើការដែលយើងមិនខំប្រឹងព្យាយាមសិក្សាលោកទៅក្នុងជំរឿនៃព្រះធម៌នឹងលទ្ធផលគឺយ៉ាងម៉េចលទ្ធផលគឺការប្រកាន់បញ្ញខណ្ឌហ្នឹងថាជាខ្លួនយើងថាជាយើងថាជារបស់ដែលត្រូវលើកតម្កើងថាជារបស់ដែលត្រូវសរសើរថាជារបស់ដែលគួរដល់ការគោរពរាប់អានថាជារបស់ដែលគួរអ្នកដទៃបូជាដោយគ្រឿងសក្ការៈគោរពរាប់អានថ្វាយបង្គំជាការលើកតម្កើងឃើញណានេះគឺស្អីគឺឆន្ទរាគៈគឺសេចក្តីត្រេកអរពេញចិត្តនៅក្នុងឧបាទានខណ្ឌនឹងឯងពេញចិត្តទេលើកតម្កើងទេគាំទ្រទេនៅឧបាទានខណ្ឌដែលជាទុកដែលជាមីដែលជាខ្មាំងដែលជារបស់ដែលត្រូវគេសម្លាប់រមែងតែងតែស្លាប់គឺបញ្ញខណ្ឌហ្នឹងណាទេរមែងតែងតែស្លាប់ណាហើយក៏ជាឃាតករជាអ្នកសម្លាប់នឹងឧបាទានខណ្ឌ5ហ្នឹងប៉ុន្តែការប្រព្រឹត្តបរិបត្តិជាប្រកដីដោយសេចក្តីស្រឡាញ់ដោយសេចក្តីពេញចិត្តរបស់យើងនេះស្របតាមឱវាទព្រះសម្មាសម្ពុទ្ធបានបណ្ណាហើយផ្ទុយដោយបញ្ច្រាស់អំពីព្រះធម៌អានឹងទៅជាអនុសោតគាមីទៅតាមបណ្ដោយនៃកិលេសសេចក្តីត្រេកអរពេញចិត្តនឹងបណ្ដោយទៅតាមសេចក្តីអាល័យប្រព្រឹត្តទៅដើម្បីស្វែងរករូបសម្លេងក្លិនរសផាប់ៈយកមកបូជាឲ្យបញ្ញខណ្ឌនេះដើម្បីការលើកតម្កើងបញ្ញខណ្ឌនឹងដើម្បីការគោរពរាប់អានបញ្ញខណ្ឌនឹងចឹងនេះរឿងអីលទ្ធផលដែលកើតមកពីការមិនបានសិក្សាមិនបានលោកទៅក្នុងជំរឿនៃសភាវៈធម៌ហើយដែលមិនបានលោកនឹងមកពីមិនខ្វល់ខ្វាយក្នុងការគោរពព្រះធម៌ដូច្នេះការស្ដាប់ព្រះធម៌ដោយសេចក្តីគោរពគឺការតាំងចិត្តស្ដាប់ដើម្បីឲ្យយល់ចូលចិត្តនេះគឺវត្ថុបំណងតែម្យ៉ាងគត់ក្នុងការសិក្សាព្រះធម៌គឺតាំងចិត្តឲ្យយល់ចូលចិត្តក្នុងព្រះធម៌ដែលបានស្ដាប់មកនឹងនេះឈ្មោះថាគោរពព្រះធម៌ដល់អញ្ចឹងទៅយើងឆ្លាស់អត់មានចង្អៀតចង្អល់កវល់កវាយដើម្បីនឹងថាគោរពបុគ្គលនេះគោរពបុគ្គលនោះទេគឺយើងមានព្រះធម៌ជាទីតាំងនៃសេចក្តីគោរពក្រាបថ្វាយបង្គំព្រះធម៌នមស្ការព្រះធម៌សូម្បីតែព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គគោរពព្រះធម៌ដែរដូច្នេះការគោរពព្រះធម៌គឺការបូជាព្រះធម៌ការប្រព្រឹត្តបដិបត្តិតាមព្រះធម៌នេះជាការប្រព្រឹត្តទៅដោយអំណាចភាវនាមយៈបន់សម្រាប់ដោយការភាវនានិងការស្ដាប់ព្រះធម៌ហ្នឹងណាទេចិត្តនឹងជ្រះថ្លាអាតភរផង់ត្រង់ទៅរកគុណនៃព្រះធម៌ដែលមានការបំភ្លឺឲ្យបានយល់អំពីសភាពពិតនៃជីវិតដែលមានការប្រព្រឹត្តទៅជារូបជាវេទនាជាសញ្ញាជាសង្ខារជាវិញ្ញាណឬថាជាបរមត្តធម៌ជាចិត្តបរមត្តជាដើមកាន់តែយល់ចូលចិត្តច្បាស់ទៅ
ការកាត់បន្ថយនៅសេចក្តីកង្វល់សេចក្តីចង្អៀតចង្អល់តាមតឹងតាមផ្លូវចិត្តហ្នឹងក៏វាចិត្តតែកាត់បន្ថយជាបណ្ដើចិត្តតែធូរថយជាបណ្ដើទៅចឹងដែរអញ្ចឹងក្នុងខណៈដែលស្ដាប់ប្រធัวយល់ចូលចិត្តអាចមានសតិរលឹកបាននៅរូបធัวឬក៏ជានាមធัวក្នុងខណៈដែលមានសតិរលឹកបានហ្នឹងក្នុងខណៈហ្នឹងគឺវាមានការកាត់បន្ថយនៅកិលេសដែលប្រកាន់នាមរូបថាជាតួខ្លួនឬថាជារបស់ខ្លួនហើយកាលណាកាត់បន្ថយនៅកិលេសក៏ជាការកាត់បន្ថយនៅសេចក្តីទុក្ខសេចក្តីកង្វល់សេចក្តីចង្អៀតចង្អល់សេចក្តីតានតឹងនេះគឺជាអានិសង្សជាលទ្ធផលដែលបុគ្គលបប្រតិបត្តិត្រូវឃើញជាក់ច្បាស់ដោយខ្លួនឯងដែលអត់មានសុំលទ្ធផលអំពីអ្នកដទៃណាទេចឹងណាទេណាដូច្នេះមិនមែនថាមិនមែនត្រូវយើងសួរថាតើត្រូវធ្វើម៉េចកុំឲ្យមានទុក្ខតើត្រូវធ្វើម៉េចដើម្បីលះកិលេសអត់មានត្រូវសួរថាត្រូវធ្វើម៉េចទេតែនេះកំពុងស្ដាប់នេះជាការងារប្រព្រឹត្តទៅដោយប្រពៃហើយដើម្បីយល់ចូលចិត្តគឺការដែលស្ដាប់អំពីជីវិតពិតមានការប្រព្រឹត្តទៅជាអភិធម្មនេះហើយការសិក្សាសរសេរកត់ត្រាចំណាំចាំបានសុទ្ធតែជាជំនួយសតិទាំងអស់រហូតដល់សតិរលឹកបាននៅសភាវៈពិតក្នុងខណៈដែលសតិរលឹកបានហ្នឹងឆ្លើយដែលយើងចង់ដឹងថាតើធ្វើយ៉ាងម៉េចដើម្បីលះកិលេសធ្វើយ៉ាងម៉េចដើម្បីលះបង់នៅសេចក្តីទុក្ខអាហ្នឹងគឺចម្លើយឆ្លើយមកច្បាស់លាស់ក្នុងខណៈដែលមានសតិរលឹកបាននៅរូបធម៌និងនាមធម៌គឺក្នុងខណៈនឹងឯងគឺជាខណៈលះបង់នៅកិលេសជាតទាំងគបហាណៈគឺលះបង់ដោយអង្គនៃខណៈដែលមានសតិរលឹកនឹងឯងហើយក៏ជាការលះបង់នៅសេចក្តីទុក្ខដែលកើតមកអំពីការប្រកាន់នាមរូបដែលកើតមកពីការហួងហែងនាមរូបដែលកើតមកអំពីរឿងកង្វល់ក្នុងនាមរូបចាត់ចែងឲ្យយ៉ាងនេះចាត់ចែងឲ្យយ៉ាងនោះវាកាត់បន្ថយសេចក្តីទុក្ខហ្នឹងក្នុងខណៈដែលមានសតិនឹងឯងព្រោះសេចក្តីទុក្ខតាមផ្លូវចិត្តគឺកើតមកអំពីកិលេសសេចក្តីទុក្ខតាមផ្លូវចិត្តកើតមកអំពីកិលេសដែលហួងហែងនាមរូបហួងហែងជីវិតកាលណាបើមានសតិរលឹកបានក្នុងខណៈនោះគឺលះបង់នៅការហួងហែងក៏ជាការលះបង់នៅសេចក្តីទុក្ខកង្វល់ផងដែរមានតែនាមរូបទេឃើញទេដែលព្រះអរិយបុគ្គលលោកកាត់ខ្សែឧបាទានឲ្យប្រឡែងនាមរូបចោលដោយមិនកង្វល់ចង្អៀតចង្អល់ចំពោះជីវិតដែលប្រព្រឹត្តទៅជានាមរូបនឹងទៀតឡើយអាហ្នឹងបានថាយើងប្រគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទហ្នឹងក្នុងការសិក្សាប្រធัวក៏ដូចជាប្រកដីនៃជីវិតរស់នៅគឺមានស្មារតីដើម្បីគោរពព្រះពុទ្ធគោរពព្រះធម៌គោរពព្រះសង្ឃតម្រង់ការបប្រតិបត្តិនឹងឯងឆ្ពោះទៅរកការរួចផុតអំពីកិលេសនេះគឺជាសាសនៈព្រហ្មចរិយៈពាក្យព្រានដៅដល់ប្រសើរមិនប្រព្រឹត្តទៅដើម្បីប្រកាន់សិទ្ធិចម្លើងមានអ្នកមិនប្រព្រឹត្តទៅដើម្បីអវិជ្ជាការល្ងងខ្លៅមិនដឹងបញ្ញខណ្ឌនោះទេតែជាការប្រព្រឹត្តទៅដើម្បីសម្ពោធិគឺការត្រាស់ដឹងនៅអរិយសច្ចធម៌ដែលជារបស់ពិតដ៏មានអាកំបាំងនៅក្នុងវិស័យនៃពុទ្ធបរិស័ទទៅអាចបើកនៅអាកំបាំងនឹងឃើញសច្ចធម៌ដែលជាជីវិតប្រចាំថ្ងៃនេះបានអរិយសច្ចធម៌គឺមាននៅក្នុងសភាវៈដែលកំពុងប្រកបនេះឯងដែលត្រូវអាស្រ័យការអប់រំបញ្ញាបន្តិចម្ដងនឹងឃើញសភាវៈដែលកំពុងប្រកបដែលជាទុក្ខសច្ចៈហើយឃើញសេចក្តីត្រេកអរក្នុងទុក្ខនឹងឯងដែលជាហេតុសម្រាប់នាំឲ្យកើតទុក្ខបន្តទៅទៀតតាក់តែងទុក្ខបន្តទៅទៀតក៏មកពីរឿងត្រេកអរនឹងទុក្ខនេះហើយនឹងឃើញច្បាស់ថានិរោធគឺការរំលត់ទុក្ខគឺផ្ទុយអំពីរឿងវត្តដាក់ផ្ទុយពីការត្រេកអរនឹងទុក្ខផ្ទុយអំពីទុក្ខដែលកើតឡើងនោះគឺនិរោធគឺការរំលត់ទុក្ខទៅតាមតែផ្លូវម្យ៉ាងគត់គឺការកំណត់ដឹងនៅទុក្ខគឺការកំណត់ដឹងនៅនាមរូបនេះឲ្យបានច្បាស់ថាជាទុក្ខហើយទៅអាចលះបង់សេចក្តីត្រេកអរនឹងទុក្ខបាននេះជាផ្លូវដែលប្រព្រឹត្តទៅដើម្បីរំលត់ទុក្ខនេះគឺជាសច្ចធម៌ដែលជារបស់អាកំបាំងបំផុតអញ្ចឹងនៅក្នុងពេលនេះការសិក្សាព្រះអភិធម្មគុណម្ចាស់ចិត្តញោមក៏បីមានសិភៅមួយសម្រាប់កត់ត្រានៃរៀនព្រះអភិធម្មហើយសិភៅមួយទៀតសម្រាប់ប្រគុណម្ចាស់ញាតិញោមតាមបតីតាមអធិស្ឋ័យកត់
ពាក្យសម្ដីខ្ញុំកណាខ្ញុំអាចពន្យល់យ៉ាងណាអានឹងចាំគាត់ក្នុងសិភៅមួយផ្សេងតែសិភៅមេរៀនព្រះអភិធម្មនេះគឺថាគាត់តែមេរៀនព្រះអភិធម្មនៅពេលណាដែលខ្ញុំកណាខ្ញុំបាទហៅឲ្យគាត់ហើយក្រៅអំពីហៅឲ្យគាត់ត្រូវសរសេរក្នុងសិភៅមួយផ្សេងបើចង់សរសេរចឹងណាទេណាដូច្នេះនៅក្នុងពេលនេះយើងត្រូវសិក្សាអំពីចិត្តចេតសិករូបនិព្វានដែលជាអត្ថនៃព្រះអភិធម្មយកសិភៅចេញមកណាទេណាហើយក្នុងការសិក្សានេះគឺមិនបានគិតគូរដើម្បីថាឲ្យបានច្រើនទេតែត្រូវសិក្សាអាស្រ័យការចេះការដឹងការយល់ញាតិញោមបងប្អូនទាំងអស់ត្រូវតាំងចិត្តថារៀនព្រះអភិធម្មនេះគឺរៀនឲ្យចេះមិនមែនគ្រាន់តែថារៀនទៅទេរៀនឲ្យចេះរៀនឲ្យបានដឹងបានយល់ហើយនឹងឃើញច្បាស់ធัวដែលរៀនហ្នឹងគឺជីវិតពិតហើយនឹងឃើញថាជាបរមត្ថអភិធម្មពិតដែលមិនមែនជាយើងនោះដើម្បីកាត់បន្ថយនៅការប្រកាន់ហួងហែងនាមរូបដែលថាជាយើងហ្នឹងឲ្យវាទៅជាបរមត្ថអភិធម្មបច្ចៈច្បាស់ដោយបញ្ញាអញ្ចឹងទៅវិញអញ្ចឹងនៅក្នុងរឿងចិត្តនេះមានចែកច្រើនដែលជាចិត្តអកុសលមួយផ្នែកអញ្ចឹងទៅហើយមួយផ្នែកទៀតហ្នឹងចិត្តហ្នឹងជាអហេតុកៈដែលមិនមានហេតុកើតរួមជាមួយហើយចិត្តមួយផ្នែកទៀតក្រៅអំពីអកុសលក្រៅអំពីអហេតុកៈក៏ជាសហេតុកៈចិត្តដែលមិនមែនជាអកុសលចឹងទេណាសហេតុកៈដែលមិនមែនជាអកុសលអាហ្នឹងគឺយើងរៀនទៅតាមលំដាប់លំដោយចឹងទៀតទៅប៉ុន្តែឥឡូវនេះយើងរៀននៅក្នុងសហេតុកៈដែរតែជាអកុសលមានលោភៈមានទោសៈមានមោហៈចឹងហើយនៅក្នុងលោភៈទោសៈមោហៈហ្នឹងយើងស្លាប់និយាយខ្លីៗតែ3ពាក្យហ្នឹងទេគឺលោភៈមួយទោសៈមួយមោហៈមួយប៉ុន្តែក្នុងព្រះអភិធម្មហ្នឹងគឺល្អិតល្អន់ទៅដោយលក្ខណៈនៃចិត្តបត្តិគឺចិត្តដែលកើតឡើងហ្នឹងវាមានលក្ខណៈផ្សេងគ្នានៅក្នុងលោភៈហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងដោយចំណែកមាន8ដួងផ្សេងគ្នានេះគឺជាសភាពនៃចិត្តក្នុងជីវិតប្រចាំថ្ងៃហើយក៏ជាសតិប្បដ្ឋានគឺជាអារម្មណ៍នៃសតិរលឹកនៅក្នុងចិត្តតានុបស្សនាសតិប្បដ្ឋានដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ថាសម្ដែងថាទោះជាចិត្តប្រកបដោយរាគៈក៏ដឹងច្បាស់ថាចិត្តប្រកបដោយរាគៈចិត្តប្រកបដោយរាគៈគឺចិត្តប្រកបដោយលោភៈនឹងឯងហើយលោភៈចេតសិកហ្នឹងវាជាលោភៈមូលវាជាលោភៈហេតុណាទេណាអញ្ចឹងចិត្តដែលប្រកបទៅដោយលោភៈហ្នឹងចិត្តហ្នឹងហៅថាលោភៈមូលចិត្តយល់ទេណាចិត្តហ្នឹងវាផ្សេងចេតសិកវាផ្សេងចិត្តផ្សេងចិត្តគឺថាវិជាអ្នកលក្ខណៈគឺមានលក្ខណៈដឹងច្បាស់នៅអារម្មណ៍នេះគឺចិត្តគឺថាបើទាញកំព្រួញចុះមកចិត្តទាំងអស់មានតែមួយនឹងឯងគឺដឹងច្បាស់នៅអារម្មណ៍ប៉ុន្តែវាចិត្តទៅច្រើនទៅដោយលោភៈមូលចិត្តអញ្ចឹងវាមានដល់ទៅ8ហ្នឹងមកអំពីរឿងចេតសិកដែលធ្វើឲ្យលោភៈមូលចិត្តហ្នឹងទៅជា8តាមពិតចិត្តគឺដឹងច្បាស់នៅអារម្មណ៍តែមួយនឹងឯងប៉ុន្តែក្នុងការដែលដឹងច្បាស់នៅអារម្មណ៍ហ្នឹងវាមានលោភៈចេតសិកនេះលោភៈចេតសិកហ្នឹងហៅថាលោភៈហេតុក៏បានហៅថាលោភៈមូលក៏បាននៅពេលដែលជាហេតុនៅពេលដែលជាមូលហ្នឹងមិនមែនចិត្តទេគឺចេតសិកគឺលោភៈចេតសិកអាហ្នឹងជាហេតុគឺលោភៈហេតុហ្នឹងហៅថាមូលហ្នឹងគឺឫសគល់ដូចជាឫសកែដើមឈើអញ្ចឹងទេណាអាហ្នឹងគឺចេតសិកគឺលោភៈចេតសិកដល់អញ្ចឹងទៅចិត្តដែលដឹងច្បាស់នៅអារម្មណ៍ហ្នឹងដូចជាដឹងថារូបដឹងថាសម្លេងដឹងថាក្លិនដឹងថារសដឹងថាផាប់ផាប់ពាក់ក្តៅតិចអីដឹងច្បាស់អារម្មណ៍ហ្នឹងអញ្ចឹងប៉ុន្តែក្នុងការដឹងច្បាស់ហ្នឹងវាប្រកបដោយលោភៈមូលនេះឃើញណាវាប្រកបដោយលោភៈមូលអញ្ចឹងទៅចិត្តហ្នឹងក៏ហៅថាលោភៈមូលចិត្តគឺចិត្តដែលមានលោភៈមូលហ្នឹងកើតរួមជាមួយវាផ្សេងគ្នាអញ្ចឹងដូច្នេះក្នុងការដែលចិត្តដឹងច្បាស់នៅអារម្មណ៍ហើយវាប្រកបជាមួយគ្នានឹងចេតសិកដែលជាប់ជំពាក់ដែលត្រូវការដែលប្រាថ្នាចង់បានហើយវាធ្វើឲ្យចិត្តនឹងឯងជាប់នឹងអារម្មណ៍នឹងប្រលោភៈមូលលោភៈហេតុហ្នឹងវាជាជឿវាជារបស់ស្អិតសម្រាប់លាបចិត្តនឹងឲ្យជាប់នឹងរូបនៅពេលដែលចិត្តដឹងច្បាស់នៅរូបហ្នឹងលោភៈដែលកើតជាមួយហ្នឹងវាលាបចិត្តឲ្យជាប់អញ្ចឹងទៅ
nó bê ra chặt nó đâm cho băng nơi sầm lê nhá lô hẹ mù lại chặt nó về chỉ chưa sát về liệt chặt ở chọt nó sầm lê nên chân tử nó bê là chặt nó đâm cho băng nơi khấn chặt nó còn là đâm cho băng nơi khấn đấy bên này về miền chặt ở sập chỉ chưa chỉ lô hẹ chặt ở sập nó về từ liệt chặt ở chọt nó khấn nên chân tử trăng nâng anh để chặt nâng về từ chọt nâng rú sầm lê chân đo phao thao vẽ nó mà một tí về miền chua để thôi ở chặt nâng từ chọt nó vì chỉ kêu liệt chặt nó nâng ai đây mua thảo lầu hẹ mù để chặt cái đấy chặt nó về miền chua thôi ở về từ chọt nâng rú sầm lê chân đo phao thao vẽ chẳng ban chỉ có ông trong ta sầm đây thà chặt ta phí lê bản năng pro đấy là thà quất tôi này chặt taคือlầu hẹ này anh chỉ kêu liệt chặt người đó mấy đôi hà cái pháo đấy mà cái pháo rồi miền lục hệ cao chỉ mùi thế miền rụp chỉ rắm lẻ rụp miền sầm lên chỉ rắm lẻ sầm lên tới chỉ tiền tới chỉ sel ấy ở lên tới chẳng chặt nó đâm cho băng nơi rụp đâm cho băng nơi sầm lên đấy ta nó gọi chóp tới chỉ lẻ tới với màu vì ấy thà màu phí về ở miền lục hệ chỉ sặc ấy đó là chặt đi đâm cho băng nơi rụp nâng kê đấy tại vì miền chùa đó là về miền chùa lẻ rụp nâng ở bàn thế đó là lẻ ở bàn để tới chỉ chóp đó là tới chỉ chọp nó miền mua thà lầu hẹ mù để chặt ba nó chứ thế này lầu hẹ mù để chặt nó cứ chặt bàn tay màu pi để miền chuaคือlầu hẹเจตสักสำหรับเลียบchặt nó ở chọp nóรูปlên trên đó thọ thạch vẽ thọ mê râm bật thị đa thị dê pha mây đầy phi sai dùm ca tập rụp tầng óc nó phải chết để chọp chẳng là thời ngay bàn chọp lư hay bàn chọp ta qua hai ban chọp đăng hai ban chọp màu thì ấy là màu chi để viên chùa lột hẹ nắng cứ chỉ tua chùa sầm rập thôi chặt ở chọp ở chùa nó sạch ná chùa đòi lại lột hẹ ní mình nghĩ đầm bay nâng lẹt băng bàn lai luôn ai còn lẹt băng ban đòi đầm bạc hãy đòi từ nét đợt tí mình ai lẹt băng ao bàn lời chẳng hết thế nào luôn anh để trai leh bong nó cứ leh bong đôi lùng bạ thở hơi mà chăm tình không nè đợt tây tây rương nè đợt tây pre sầm ma sam phốt tầm đây tha mình ai leh bong chỉ leh ao dương bàn lời chẳng à nâng lấy thằng dương leh nó về lùng bạ hơi nâng cờ rô nè đợt tây ở leh bong bán nè đợt tây đó mình tránh từ leh bong ở dương bàn đôi lùng bạ thế cứ leh bong mình bàn ao nó chuyện đặt hàng nâng cờ điện mà lấy về miền tây đấy chỉ diêm nó ta leh bong chỉ leh đôi luôn ai nhận ai ở miền ai tầm đấy phần mẹ đã tây ná mà leh chỉ leh ở dưới bàn tê nắng giờ chưa chậm chẳng hết cái nào riêng lô khẽ nắng dân tây chắc xa kia bần tập tây lấy chắc sờ phê thằng ta ấm đặt cái đá bần to tới chất tạ bò ra mặt chất tạ bò mặt thì trời tới cho sẽ to trên to bó rố mồ to trên thò bả mặt hạ bò mặt cứ ông bị chặt nè rồi bàn cho phần tọt nó đặt cần báo đây tới lâu phệ mua lịch chất bằng bay đường lô phẹ mù lịch chất bằng bay đường thể phải nói cái nát lô phẹ mù lịch chất bằng bay đường rồi tới bạn cho phần toán máu chặt đào mình toán sẽ sao mà nó sắc và hạ kẹ tàng sao mẹ nó sắc hạ kẹ tàng đọc kia phần tịch tới kẹt thẹ kẹt